អារាមវត្តមួយនៅខុំតាឡោះស្រុកមងរស័យនឹងប្រារព្ធពិធីបញ្ចូលឆ្នាំថ្មីជិតមួយសប្តាហ៍ដើម្បីបង្កបរិយាកាសដល់ប្រជាពលរដ្ឋនិងយុវជនបានសប្បាយរីករាយឲ្យអស់ចិននៅក្នុងគណៈពេលដែលពិធីបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់នោះនៅតាមទីអារាមវត្តជាច្រើននៅខេត្តបាត់ដំបងបានរៀបចំស្ទើររាយរាល់ទាំងស្រុងហើយដើម្បីត្រៀមសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះដោយឡែកសម្រាប់វត្តមជ្ឈិមរាមហៅវត្តត្រោះដែលមានទីតាំងស្ថិតនៅភូមិត្រោះខុំតាឡោះស្រុកមងរស័យនឹងប្រារព្ធពិធីអបអរសាទរបញ្ចូលឆ្នាំថ្មីនេះមានរយៈពេល6យប់6ថ្ងៃចាប់ពីថ្ងៃទី13ដល់ថ្ងៃទី18ខែមេសាឆ្នាំ2025ដោយមានរៀបចំកម្មវិធីកម្សាន្តសប្បាយតាមបែបប្រពៃណីខ្មែរនិងការតាំងបង្ហាញឧបករណ៍ចំនួនដើមជាច្រើនមុខឲ្យក្មេងចំនួនក្រោយបានស្គាល់ព្រមទាំងបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋជិតឆ្ងាយគ្រប់ទិសទីបានចូលរួមសប្បាយឲ្យអស់ចិត្តប្រជាអធិការវត្តត្រោះព្រះតេជគុណសិនបន្ទែងមានសង្ឃដីកាឲ្យដឹងថាក្នុងពិធីបញ្ចូលឆ្នាំថ្មីនេះគណៈគ្រប់គ្រងព្រះសង្ឃអាចារ្យនិងគណៈកម្មការវត្តបាននឹងកំពុងសស្រាក់សស្រាំក្នុងការរៀបចំតុបតែងលម្អភ្លើងពណ៌ការតាំងបង្ហាញផ្ទះខ្មែរឧបករណ៍នេសាទរទេះគោនិងសម្ភារៈផ្សេងៗជាច្រើនទៀតដែលយុវជនបច្ចុប្បន្ននេះមិនសូវបានស្គាល់ដើម្បីឲ្យពួកគេបានដឹងបានស្គាល់ពីការរស់នៅនិងការប្រកបរបររកទទួលទានចិញ្ចឹមជីវិតរបស់ចាស់ៗចំនួនមុនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះសម្រាប់វត្តមជ្ឈិមរាមហើយវត្តត្រោះរបស់យើងបានរៀបចំនៅឧបករណ៍ពីសម័យដើមចាស់បុរាណយើងបានរៀបចំនៅឧបករណ៍ជាច្រើនមានដូចជាអង្រុតមានរៀបចំទ្រូលបហើយនឹងទ្រង់មានជាលណានិងឧបករណ៍តុំព្រមទាំងឧបករណ៍ផ្សេងៗនឹងផ្ទះខ្មែរណាមានរោងសង្ក្រាននិងផ្ទះខ្មែរជាច្រើនសម្រាប់រៀបចំមានច្រំរៀបចំភ្លើងសពគ្រប់បែបយ៉ាងហើយនឹងនៅរៀបចំឧបករណ៍ជាច្រើនទៀតមានរៀបចំជារទេះគោជាដើមហ្នឹងដើម្បីបង្ហាញឲ្យកូនចៅចំនួនក្រោយហ្នឹងគាត់បានស្គាល់បានដឹងថាចាស់ពីដើមយើងគាត់ណានេសាទត្រីចិញ្ចឹមជីវិតហ្នឹងគឺគាត់ប្រើដោយឧបករណ៍ទាំងអស់ហ្នឹងហើយឧបករណ៍ទាំងអស់នេះភាគច្រើនគឺក្មេងខ្លះគាត់អត់បានស្គាល់ទេដូចជាជាលសម្រាប់រែកត្រីដូចជាលបដូចជាត្រួយហ្នឹងភាគច្រើនគឺគាត់អត់សូវស្គាល់ទេឧបករណ៍ហ្នឹងគឺមានតាំងពីសម័យចាស់យើងយូរណាស់មកហើយអញ្ចឹងគឺសម្រាប់វត្តត្រោះហ្នឹងអាត្មានិងចាគណៈកម្មការទាំងអស់ហ្នឹងបានស្រោះសួរមូលមតិគ្នាឯកភាពគ្នាហ្នឹងបានរៀបចំនៅឧបករណ៍ទាំងអស់ហ្នឹងដាក់តាំងបង្ហាញឲ្យកូនចៅទាំងភ្ញៀវជាតិអន្តរជាតិហ្នឹងគឺបានឃើញមកលេងគាត់បានស្គាល់នៅឧបករណ៍ទាំងអស់ហ្នឹងនៅក្នុងទីអារាមវត្តត្រោះនេះបងណាព្រះតេជគុណសុនបន្ទៃមានសង្ឃដីកាបន្ថែមថាក្រៅពីការតុបតែងលម្អនិងតាំងបង្ហាញឧបករណ៍ខ្នាតធំនៅវត្តត្រោះក៏នឹងរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយខ្មែរនៅពេលថ្ងៃកម្មវិធីតាមបែបព្រះពុទ្ធសាសនានិងកម្មវិធីរាំលេងកម្សាន្តសប្បាយនៅពេលរាត្រីផងដែរព្រះតេជគុណសុនបន្ទៃមានសង្ឃដីកាថាឆ្នាំ2025នេះគឺជាលើកទី3ហើយដែលវត្តត្រោះរៀបចំព្រឹត្តិការណ៍សង្ក្រាន្តមានលក្ខណៈទ្រង់ទ្រាយធំដូច្នេះសូមពុទ្ធបរិស័ទនិងប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរចូលរួមលេងកម្សាន្តសប្បាយក្នុងឱកាសពិធីបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅវត្តត្រោះឲ្យបានច្រើនកកដើម្បីញ៉ាំងឲ្យពិធីបុណ្យប្រព្រឹត្តទៅដោយភាពអធិកអធមនិងជាការចូលរួមចំណែកថែរក្សាប្រពៃណីវប្បធម៌ដូនតាខ្មែរយើងផងដែរមកសូមអំពាវនាវណាដល់សប្បុរសជនក៏ដូចជាបងប្អូនយើងទាំងអស់ជនជាតិខ្មែរយើងទាំងអស់គ្នារួមជាតិទាំងអស់គ្នាហ្នឹងគឺសូមអញ្ជើញចូលរួមណាលេងកម្សាន្តនៅក្នុងវត្តត្រោះយើងហ្នឹងគឺអាត្មាបានកំណត់ចាប់តាំងពីថ្ងៃទី13រហូតដល់ថ្ងៃទី18អញ្ចឹងបានន័យថារយៈពេល6យប់6ថ្ងៃដែលបានប្រពៃនៅកម្មវិធីបុណ្យអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិសម្រាប់វត្តត្រោះក្នុងឆ្នាំ2025យើងនេះហើយនៅក្នុងនោះផងដែរសម្រាប់ពេលថ្ងៃយើងមានលេងល្បែងប្រជាប្រិយជាច្រើនសម្រាប់ឲ្យក្មេងៗហ្នឹងគាត់បានស្គាល់ថាល្បែងប្រជាប្រិយក្មេងពីដើមយើងហ្នឹងគឺមានច្រើនទម្រង់ច្រើនបទបែបអញ្ចឹងគឺនៅក្នុងវត្តត្រោះហ្នឹងនៅក្នុងថ្ងៃហ្នឹងនឹងបានបង្ហាញឲ្យអស់លោកបានឃើញនៅក្នុងណារៀបចំលេងល្បែងប្រជាប្រិយហ្នឹងហើយនៅក្នុងនោះផងដែរនៅពេលរាត្រីហ្នឹងក៏មានការរំលេងកម្សាន្តអីតាមបែបណាប្រពៃណីខ្មែរយើងអញ្ចឹងទៅហើយនៅក្នុងនោះផងដែរក៏អញ្ចឹងហើយសូមអំពាវនាវថាសូមអញ្ជើញមកលេងទាំងអស់គ្នាព្រោះថាទីអារាមហ្នឹងគឺជាទីសាធារណៈប្រយោជន៍ទាំងអស់គ្នាទេមិនមានប្រកាន់បពពួកក្រុមផ្ដុំអីទេគឺយើងអាចមកពីទីចិត្តទីឆ្ងាយគ្រប់មជ្ឈដ្ឋានហ្នឹងអាចមកទស្សនាលេងកម្សាន្តទាំងអស់គ្នាហើយជាក់ស្ដែងផងដែរដូចវត្តមជ្ឈិមរាមហៅវត្តត្រោះនេះគឺបើនិយាយពីការរៀបចំសង្ក្រាន្តហ្នឹងគឺទៅតែរៀបចំបានឆ្នាំទី3នៅក្នុងឆ្នាំនេះទេពីមុនមកយើងមិនដែលបានរៀបចំមានរៀបចំផ្ទះបុរាណមានរៀបចំឧបករណ៍បុរាណជ
ជាច្រើនមុខច្រើនបែបសម្បូរបែបនៅក្នុងទីនេះទេគឺទៅតែបានរៀបចំរយៈពេល2ឆ្នាំ3ឆ្នាំនៅក្នុងឆ្នាំនេះអញ្ចឹងហើយសូមអំពាវនាវបងប្អូនចិត្តឆ្ងាយទាំងអស់ដែលអញ្ជើញមកទស្សនាហើយនឹងបានឃើញនៅសមិទ្ធផលថ្មីដែលជាស្នាដៃរបស់កូនខ្មែរយើងដែលបានបន្សល់ទុកមកហ្នឹងគឺការបដិបដើមធ្វើឡើងវិញហ្នឹងដោយមានក្រុមគណៈកម្មការរៀបចំនៅក្នុងវត្តត្រោះហ្នឹងតែម្ដង សូមបញ្ជាក់ថាក្រៅពីវត្តត្រោះនោះនៅតាមវត្តអារាមនានានៅក្នុងមូលដ្ឋានឃុំតាឡោះក៏បាននឹងកំពុងពន្លឿនការតុបតែងលម្អដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះក៏ដូចជាដើម្បីបង្កបរិយាកាសកម្សាន្តសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋផងដែរ